លបែងរបាំប្រជាប្រិយតែក្នុងពិធីបុណ្យចូលឆ្នាំខ្មែរវាជារឿងមួយរក្សាប្រពៃណីផងជារឿងមួយបានគុណប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិយើងផងជនជាតិខ្មែរវាចាំបាច់តែមានសាមគ្គីភាពគ្នាព្រោះរបែងប្រជាប្រិយខ្មែរទាំងអស់គឺផ្ដល់នូវការសាមគ្គីភាពគ្នាវត្តអារាមនៅសង្គមខ្មែរមិនត្រឹមតែជាស្រែបុណ្យទេគឺជាទីកន្លែងដែលរក្សានៅវប្បធម៌ជាទីកន្លែងដែលរក្សានៅគុណធម៌នៅចរិយាសាស្ត្រនៅប្រពៃណីជាតិប្រពៃណីជាតិសាសន៍ដែលរុងរឿងវាតែតែមានទំនៀមទម្លាប់ច្រើនមិនមែនជាមនុស្សព្រៃទេមនុស្សដែលមានអរិយធម៌ហើយមនុស្សនឹងជំនឿនិងទំនៀមទម្លាប់វានៅជាប់គ្នាដាច់ពីគ្នាអត់បានទេដាច់ពីគ្នាអត់បានទេទោះបីសង្គមមានការរីកចម្រើនប៉ុន្មានក៏ដោយដូចជានេះហើយបានជាយើងឃើញពិធីបុណ្យចូលឆ្នាំខាងមុខប្រហែលថ្ងៃទៀតនេះមានអ្នកកន្លះកតាសង្ក្រាន្តនគរសង្ក្រាន្តអង្គរចូលឆ្នាំថាអីថាទៅវាអត់អីទេប៉ុន្តែពិធីមួយដែលធ្វើឲ្យយើងរក្សានៅទំនៀមទម្លាប់ប្រពៃណីរបស់យើងហើយមានអ្នកខ្លះទៀតថាមិនគួរធ្វើទេអត់ទេយើងមានទុកហើយយើងក៏គិតរឿងទុកនឹងដែរប៉ុន្តែទំនៀមទម្លាប់ប្រពៃណីយើងចោលមិនបានពេលនេះទី1ប្រជាជនបានសប្បាយកំសាន្តលំហែនឹងការហត់នឿយទី2យើងរក្សាទុកនៅប្រពៃណីហើយទី3នឹងវារឹតចំណងសាមគ្គីភាពគ្នាហើយយើងក៏គិតទៅដល់ពេលប្រជាជនយើងកំពុងតែលំបាកនៅតាមជីដែនដែលមានបញ្ហាជាមួយជនបរទេសផ្សេងទៀតនោះជានេះអានឹងជារឿងល្អខ្ញុំឃើញសសយកគេរៀបចំធ្វើនេះជារឿងមួយល្អណាស់ហើយបើតាមខ្ញុំឃើញនេះណាពិធីបុណ្យចូលឆ្នាំខ្មែរនេះល្អមែនទែនល្អត្រង់ណាទៅនេះមានលេងពិធីលបែងប្រជាប្រិយលបែងប្រជាប្រិយខ្មែរនេះជាលបែងមួយដែលមានប្រយោជន៍សម្បើមមែនទែនបៀប៉ោធัวតយុគីអីនេះមិនជារបស់ខ្មែរទេរបស់យើងហ្មងគឺលបែងរបាំប្រជាប្រិយដែលក្នុងពិធីបុណ្យចូលឆ្នាំខ្មែរវាជារឿងមួយរក្សាប្រពៃណីផងជារឿងមួយបានគុណប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិយើងផងខ្ញុំបណ្ដាឧទាហរណ៍ទេណាលបែងលាក់កន្សែងលបែងលាក់កន្សែងជាលបែងប្រពៃណីរបស់ជាតិខ្មែរជាអត្តសញ្ញាណរបស់ខ្មែរលបែងលាក់កន្សែងនេះបើតាមខ្ញុំណាសិក្សាស្រាវជ្រាវខ្លះទេណាខ្ញុំរកឃើញអត្ថប្រយោជន៍3ទី1គឺកីឡាកាលណាយើងអង្គុយយើងងើបចុះងើបឡើងយើងស្ដាប់ធ្វើឲ្យខួរក្បាលក៏ដើរធ្វើឲ្យចលនាយើងក៏មានយុវជនយុវនារីចាស់ក្មេងលេងជាមួយគ្នាស្គាល់គ្នារាប់អានគ្នាជាភាទរៈអានឹងហើយជាសេចក្តីសាមគ្គីភាពចុះចំណែកទី3បង្កើតនៅការប្រុងប្រយ័ត្នដូនតាខ្មែរអប់រំឲ្យធ្វើអ្វីដល់ប្រុងប្រយ័ត្នបែកលាក់កន្សែងលក្ខខណ្ឌរបស់គេអង្គុយដំកង់គ្នាបែរមុខទៅមុខក៏ប៉ុន្តែអ្នកអង្គុយហ្នឹងត្រូវធ្វើម៉េចឲ្យដឹងថាគេយកអីមកដាក់ខាងក្រោយខ្នងយើងតែអត់ដឹងអ្នកក្បែរយើងហ្នឹងគេទាញយកអាកន្សែងហ្នឹងវាយយើងឡើងទ្រមឡើងនេះប៉ុន្តែបើយើងដឹងយើងយកអាហ្នឹងដេញវាយវាអ្នកដាក់វិញទី2លបែងទីប្រត់លបែងទីប្រត់តាមខ្ញុំបណ្ដាសិក្សាស្រាវជ្រាវរកមើលឃើញនេះណាលបែងទីប្រត់នេះប្រហែលជាមានការវិវត្តមកអំពីរឿងកោសមុទ្រទឹកដោះរឿងកោសមុទ្រទឹកដោះនៅក្នុងវិវេទដែលពួកខាងព្រហ្មញ្ញសាសនានោះគេយកមកធ្វើជាជំនឿណាដែលជាកោសមុទ្រទឹកដោះហ្នឹងអវតារទី2អណ្ដៅគុរមៈនោះឯងដែលគេយកនាគវាសុគិពាត់ភ្នំមន្តកៈហ្នឹងកោឲ្យទឹកសមុទ្រនឹងរីងដើម្បីរកទឹកអមរិតគេនេះបានន័យថាម៉េចបានន័យថាមនុស្សពីដើមនៅឥណ្ឌាហ្នឹងគេយកមនុស្សទៅបម្រើឲ្យអាទិទេពកោសមុទ្រដល់យើងនិយាយយកមនុស្សទៅបម្រើអាទិទេពមកចុះលបែងទៀនប្រុសខ្មែរនេះគេបបកាប់របស់ខ្មែរឆ្លាតយកអ្វីដែលជាវប្បធម៌របស់ជនបរទេសហើយនិមិត្តកម្មឲ្យមកទៅជាវប្បធម៌មួយរបស់ខ្មែរដែលបម្រើមនុស្សខ្មែរតែនេះអញ្ចឹងវាវិវត្តមកពីប្រហែលជាកោសមុទ្រទឹកដោះទេអញ្ចឹងលបែងទីផ្ដល់សារៈសំខាន់អីខ្លះទៅទី1វាជាកីឡាពុតប្រឹងទាញ
ប្រឹងទាញធ្វើឲ្យកីឡាធ្វើឲ្យមានសុខភាពទី2ស្អីបង្កើតចំណងសាមគ្គីភាពក្រុមម្ខាងខ្លាំងប៉ុន្មានដោយតែខ្វះការសាមគ្គីភាពគ្នាអ្នកនឹងចាញ់គេនេះជាការអប់រំមួយដល់មនុស្សខ្មែរដល់ខេមរជនថាការសាមគ្គីភាពនេះហើយដែលទើបឲ្យខ្មែរសម័យអង្គរកសាងចក្រភពអង្គរមួយដ៏ធំបានជនជាតិខ្មែរវាចាំបាច់តែមានសាមគ្គីភាពគ្នាព្រោះរបាយវិជាប្រៃខ្មែរទាំងអស់គឺផ្ដល់នូវការសាមគ្គីភាពគ្នាហើយចុះទី3នេះជារឿងមួយល្អមែនតើល្អមិនទៅគឺថាឲ្យយើងចេះទាញកម្លាំងប្រឹងស្ទង់ដឹងគ្នាមិនប្រកាសថាមានកម្លាំងខ្លាំងតែទាញបានទេណាអញ្ចឹងរបាយមួយស្ទើរតែបង្កើតនៅអ្វីដែលលក្ខណៈពិសេសឧទាហរណ៍របាយខុំឥឡូវនេះខ្ញុំសង្កេតមើលឃើញសិនតែបងប្អូនយុវជនរីសប្តាហ៍អត់ចេះលេងទេរបាយខុំជារបាយប្រពៃណីខ្មែរដែលមានតាំងពីយូរណាស់មកហើយគឺមិនល្អដល់3មកកីឡាផ្នែកដៃជើងនឹងទី2គឺសាមគ្គីភាពបង្កើនការសាមគ្គីភាពឲ្យរាប់អានគ្នាទី3ស្អីទី3របាយខុំជារបាយមួយដែលខ្លាំងមែនទែនតាមខ្ញុំណាសិក្សាទេណាជារបាយមួយដុសខាត់វឹកហាត់ខួរក្បាលទេព្រោះយើងមិនមែនចេះតែយកគ្រាប់នឹងរាប់ទេណាយើងអាចរាប់នៅក្បាលដបូលក៏បានគ្រាប់នៅខ្សត់កលុកទី2ក៏បានទី3ក៏បានទី4ក៏បានអញ្ចឹងយើងត្រូវកណនីដើរណាដែលខ្វេះស៊ីបានច្រើននោះមួយទៀតលបែងស្អីលបែងស្ដាច់ចង់លបែងស្ដាច់ចង់ដល់សប្តាហ៍ក៏អត់ឃើញមានអ្នកលេងដែរលបែងស្ដាច់ចង់ហឹកល្អមែនតើមានអាញាកដាលមួយចាត់ទុកជាស្ដាច់ហើយមាន2ក្រុមមួយក្រុមគេនេះចូលមកខ្សឹបស្ដាច់នេះតែខ្ញុំស្រឡាញ់ចូលចិត្តលេខ1ស្រាប់អាខាងបរិបៈនោះលេខ1អត់មកគេមកលេខ2អញ្ចឹងទោះទាយខុសខាងបរិបៈគេមិនទោះទាយម្ដងគេមកខ្សឹបមិនទោះទាយគេមកខ្សឹបម្ដងខ្សឹបប្រាប់ស្ដាច់ចឹងគេស្រឡាញ់លេខ3ហើយក្រុមយើងនេះលេខ3មកចាញ់គេយកបាត់គេនេះអញ្ចឹងល្បែងហ្នឹងក៏ខ្ញុំក៏ណារកឃើញប្រសិទ្ធភាពឬក៏លក្ខណៈពិសេសរបស់វាទីចលនានេះកីឡាទី2គឺសាមគ្គីភាពទី3គឺការពិនិត្យទៅមើលចិត្តសាស្ត្រធ្វើឲ្យក្មេងៗរៀនគិតពីចិត្តសាស្ត្រតើអ្នកនោះគិតពីយើងយ៉ាងណាគេគិតពីយើងយ៉ាងណាឧទាហរណ៍បើយើងមានទំនាស់មួយគេឧទាហរណ៍បើយើងរកស៊ីជាមួយគេក៏យើងត្រូវស្គាល់ចិត្តសាស្ត្ររបស់អ្នកបដិបត្តិរបស់យើងឬក៏អ្នកដៃគូរបស់យើងពីនេះល្បែងប្រជាប្រិយរបស់ខ្មែរសិតតែបង្កើតឲ្យមាននៅលក្ខណៈពិសេសល្អមែនទែនល្បែងដដើមស្លឹកឈើល្បែងខ្លែងឆក់កូនមាន់ល្បែងឆក់កូនមាន់ក៏ល្អដែរយ៉ាងនេះទី1គឺថាជាកីឡាទី2បង្កើតការសាមគ្គីភាពទី3ត្រូវបង្ហាញថាមេកូនចៅត្រូវចេះទៅនៅក្បែរសាមគ្គីក្បែរមេវាមិននេះជាវិធីមួយដែលរៀនពី management រៀនពី administration រៀនពីរដ្ឋបាលនៅក្នុងល្បែងប្រជាប្រិយខ្មែរមានច្រើនណាស់ហើយដែលខ្ញុំរកឃើញក៏ល្អទន្ទឹមនឹងរបាំប្រជាប្រិយក៏ជាល្អជាសរុបមកវិញយើងអាចនិយាយបានថាម៉េចយើងអាចនិយាយបានថាប្រជាជនខ្មែរជាប្រជាជាតិមួយដែលមានអរិយធម៌ពីយូរយងមកហើយមិនមែនជាអនាថយជនទេជាអរិយជនតាមរយៈល្បែងប្រជាប្រិយរបាំប្រជាប្រិយវត្តអារាមនៅក្នុងសង្គមខ្មែរនេះធំណាស់ប្រសង់វត្តអារាមនៅសង្គមខ្មែរមិនត្រឹមតែជាស្រែបុណ្យទេគឺជាទីកន្លែងដែលរក្សានៅវប្បធម៌ជាទីកន្លែងដែលរក្សានៅគុណធម៌នៅចរិយាសាស្ត្រនៅប្រពៃណីជាតិជានេះអញ្ចឹងបាទប្រមុខរាជរដ្ឋាភិបាលលោកបានផ្ដល់យោបល់ហ្នឹងគឺជាកតេបណ្ឌិតដ៏ល្អដែលយើងជាពលរដ្ឋទៅតែស្ដាប់ហើយយកមកអនុវត្តទៅតាមនោះអញ្ចឹងយើងមិនគួរលេងល្បែងល្បាំណាដែលវាមិនជាល្បែងល្បាំរបស់ប្រជាជាតិយើងទេហើយអាកាលបាច់ទឹកបាច់អីយើងឃើញដូចវាមិនសមដែរទេហើយលាបប្រេងម្សៅទៅវត្តទៅវ៉ាទៅផ្ទះពុកម្ដាយអីចឹងទៅវាប្រឡាក់ប្រឡូអស់ទៅដូច្នេះយើងគួរតែរក្សានៅអ្វីដែលជាប្រពៃណីដើមរបស់យើងវិញអញ្ចឹងបាទខ្ញុំឃើញថាពិធីបុណ្យចូលឆ្នាំនេះជារឿងល្អអ្នកខ្លះក៏ថាទំនៀមទម្លាប់ប្រពៃណីច្រើននាំឲ្យក្រគាត់មិនបានគិតទេណារដ្ឋាភិបាលនេះនៃរាជាណាចក្រទី2យើងបង្កើតបុណ្យអីបុណ្យសមុទ្របង្កើតធ្វើអីបង្កើតដើម្បីធ្វើម៉េចឲ្យចរាចរណ៍ទំនិញចរាចរណ៍លុយបង្កើតធ្វើឲ្យសេដ្ឋកិច្ចនឹងវាដើរហើយនេះចេញពីបុណ្យសមុទ្រឥឡូវយើងបង្កើតបុណ្យទន្លេប្រពៃណីជាតិសាសន៍ដែលរុងរឿងវាតែតែមានទំនៀមទម្លាប់ច្រើនមិនមែនជាមនុស្សព្រៃទេមនុស្សដែលមានអរិយធម៌
ហើយមនុស្សនឹងជំនឿនឹងជំនាញទ្រព្យវានៅជាប់គ្នាដាច់ពីគ្នាអត់បានទេដាច់ពីគ្នាអត់បានទេទោះបីសង្គមមានការរីកចម្រើនប៉ុន្មានក៏ដោយហើយទី4ខ្ញុំចង់លើកទស្សនវិជ្ជាខ្លះៗនៃវិស័យអប់រំក្នុងសម័យអង្គរវិស័យអប់រំសម័យអង្គរដែលខ្ញុំចាប់អារម្មណ៍ការសិក្សាស្រាវជ្រាវខ្ញុំឃើញថាអស្ចារ្យអញ្ចឹងហើយបានជាសម័យអង្គរហ្នឹងយើងមានការរីកចម្រើនរឿនមែនទែនដោយសារធនធានមនុស្សរបស់យើងល្អអស្ចារ្យត្រង់ណាទៅនេះប្រាសាទប្រខ័ណ្ឌប្រាសាទប្រខ័ណ្ឌដែលព្រះបាទជ័យវរ្ម័នទី7ព្រះអង្គកសាងឡើងតាមខ្ញុំសាវជាថាមានន័យ3ន័យទី1គឺឧទ្ទិសទៅព្រះពុទ្ធន័យទី3គឺឧទ្ទិសទៅព្រះបិតារបស់លោកព្រះបាទធននតវរ្ម័នទី2ន័យទី3គឺព្រះអង្គកសាងជាទីសម្រាប់បណ្ដុះបណ្ដាលព្រោះប្រាសាទប្រខ័ណ្ឌមានសិលាចារឹកបានបញ្ជាក់ថាជាសកលវិទ្យាល័យជ័យស្រីដែលមានព្រះនាងអន្តទេវីជាសកលវិទ្យាធិការនីគ្រប់គ្រងនៅសម័យនោះឯងនេះជារឿងអស្ចារ្យណាស់ហើយនៅក្នុងប្រាសាទប្រខ័ណ្ឌនឹងទៀតគេនិយាយថាមានគ្រូថ្នាក់មហាបរិញ្ញាបត្រនោះថ្នាក់បណ្ឌិតហ្នឹងរាប់រយនាក់គេនេះចឹងធនធានមនុស្សក្នុងសម័យអង្គរនោះវាសម្បើមណាស់ហើយបើយើងនិយាយអំពីភាពស៊ីវិល័យរបស់យើងតាំងពីសតវត្សទី12សតវត្សទី13យើងមានស្ត្រីជាសកលវិទ្យាធិការទៅហើយបានន័យថាយើងប្រើអស់ធនធានមនុស្សទាំងបរិសុទ្ធទាំងស្ត្រីចូលមួយគ្នានៅ Western ពេលហ្នឹងគេមិនទាន់ឲ្យតម្លៃលើស្ត្រីឡើយទេពេលនេះគេមិនទាន់មានទេមកដល់សតវត្សទី19 20ហើយទេទើបមានតែខ្មែរយើងមានតាំងពីសតវត្សទី12 13ប៉ុន្តែយើងភ្លេចបាត់បង់ឲ្យទៅពេលចាញ់សង្គ្រាមច្រើនពេកនារីប្រត់ប្រាស់មកធ្វើឲ្យវាបាត់ព្រលឹងតែការសិក្សារបស់ខ្ញុំឃើញប្រពៃណីនៃការអប់រំហ្នឹងសម័យអង្គរល្អណាស់តួយ៉ាងមួយទៀតប្រាសាទហ្នឹងនៃទាំង3ហ្នឹងខ្ញុំរកឃើញមួយទៀតណាគេយកទិសដីប្រពុតយកការអប់រំព្រោះនៅមុនសម័យកាលហ្នឹងប្រទេសខ្មែរជាប់សង្គ្រាមញឹកពេករាជព្រះបាទធននតវរ្ម័នទី2ព្រះបិតាលោកចូលទីមង្គតទៅពេលហ្នឹងអាណាចក្រអង្គរជួបនូវភាពវឹកវរដែលមានការដណ្ដើមអំណាចផ្ទៃក្នុងយសោវរ្ម័នទី7ដែលព្រះអង្គមានព្រះនាមពីក្មេងថាជ័យវធនកំពុងនៅទីក្រុងវិជ័យប្រយុទ្ធគ្នាមួយចម្ប៉ានៅឯរាជធានីយសោធវរៈមានការកាប់សម្លាប់ដណ្ដើមអំណាចគ្នាគឺយសោវរ្ម័នទី2បងប្អូនជីដូនមួយលោកឡើងគ្រងរាជសម្បត្តិឃើញទេកាប់សម្លាប់គ្នាពីងើពាក្យខ្មែរឈាមដាស់ពុះសម្លៃឈាមដាស់រាជវាំងធ្ងន់ធ្ងរបងឡើងគ្រងរាជបន្តិចមានមេតបម្នាក់ក្បត់ឃើញការកាប់សម្លាប់គ្នាផ្ទៃក្នុងមួយទៀតនាំឲ្យសង្គមវាច្បុកច្បល់មែនតើហើយឡើងកាន់អំណាចបានបន្តិចចម្ប៉ាលើកងទ័ពវិញមកសងសឹកវាយយកបានក្រុងអង្គរគ្រប់គ្រងក្រុងអង្គរនឹងប្រមាណឆ្នាំទៅភាពច្បុកច្បល់នឹងសង្គ្រាមនឹងវិបត្តិធ្វើពលរដ្ឋខ្មែរបាត់ព្រលឹងហើយពេលដែលចម្ប៉ាគ្រប់គ្រងខ្មែរហ្នឹងគឺព្រះបាទជ័យវរ្ម័នទី7ពេលហ្នឹងព្រះអង្គកទ័ពប្រកាសធ្វើចម្បាំងព្រោះជាការមួយដែលមិនមែនខ្មែរដណ្ដើមអំណាចគេឯងទេជនបរទេសមិនដណ្ដើមអំណាចដូច្នេះព្រះអង្គប្រកាសរំដោះទឹកដីវិញអញ្ចឹងហើយបានយកទិសស្អីប្រពុតយកចំណេះដឹងទៅសន្ធប់នៃអារម្មណ៍វិលវល់ហ្នឹងអញ្ចឹងហើយបានជាមកដល់សម័យកណ្ដាលនេះគឺសម័យល្វែងឧត្តមដែលគេថាសាសនាព្រះពុទ្ធនាំឲ្យសង្គមខ្មែរធ្លាក់ចុះខ្ញុំណាថាការនិយាយហ្នឹងមិនទាន់មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវទេនៅព្រោះសាសនាហ្នឹងហើយដែលជាការមួយដែលអប់រំអារម្មណ៍ហ្នឹងឲ្យវាស្ងប់ឲ្យវានឹងមនុស្សយើងផ្ដើមពីស្ងប់សិនទើបអាចទៅធ្វើអីបានបើអារម្មណ៍អត់ទាន់ស្ងប់ធ្វើអីអត់បានទេអញ្ចឹងក្នុងវិស័យអប់រំគេនេះនៅប្រាសាទតាព្រំដែលព្រះអង្គកសាងឧទ្ទិសទៅព្រះមេដារបស់ព្រះអង្គវិទ្យាល័យរាជវិហារហ្នឹងមានសាស្ត្រាចារ្យកម្រិតមហាបរិញ្ញាបត្ររាប់រយនាក់ដែរហើយនៅក្នុងសាកលវិទ្យាល័យរាជវិហារហ្នឹងគេបានបញ្ជាក់ទៀតថាមានពួកព្រាហ្មណ៍4-10នាក់ជាគ្រូនៅនឹងដែរដូច្នេះកន្លែងនេះដែលខ្ញុំនិយាយថាជំនឿសេរីភាពទៅបានធានានោះនេះសាលាហ្នឹងគឺសាលាបរមដាពុទ្ធសាសនាតែមានគូខាងព្រាហ្មណ៍ដែរតែយើងអត់បានប្រកាន់ទេអញ្ចឹងវប្បធម៌របស់ប្រជាជាតិខ្មែរគឺវប្បធម៌មួយល្អណាស់វប្បធម៌ដែលអាចសាសនាទាំងអស់រស់នៅជាមួយគ្នាដោយ harmony ហើយរឿងសាសនាជារឿងធំណាស់បើយើងទំនាស់គ្នាសាសនាកើតឡើងសង្គមនឹងធ្វើអត់កើតទេសាសនាគ្រីស្ទានបាហាយសាសនាតាវសាសនាកុងជឺរួមរស់ជាមួយគ្នាដោយសុខស្រួលអត់មានទំនាស់គ្នា
anh nâng hay chỉ chúng nói là muối để tuổi sủng cung dân miền vọt nặng hiệp dân ban nẹt khác con mưa mau sủng cung mai ngất tụ đi chạy về chứ khi ông tha nẹt còn mưa chăng chôn chết mai chỉ chết sang muối để thọ miền à đây thọ rung rương hay là lấy cô mình toàn cho đòn đạp bán đấy bây giờ cất bị tụm hôm tắc đây dương là miền tắc đây thông đại thế phần đúng không chùm luôn bây giờ chôn dương cô mình tao bán đại thế vẫn à với thì dương ăn miếng thì dương thở prăng vào đâu đã thôn trên dương mấy ở lại mà vinh chẳng vậy bị chùm nơ tầm biên tụm lọt đấy trong không bằng tiên hạt phó ông pi bị thi bón châu nam dương tại tề đôi so với kho có thời ti mối ông coi chân cán khi chúng ta mới chọn còn bậc cao ban ấy đặt trong chào ở ti prot muối xóm dạ muối nó sắp tới bao nhiêu đây bậc cao miếng tân à với để chán còn bậc cao bạch côn là bọc tàu dùm tròn còn tục nhạc là ăn cho lên nè bạch côn là bọc tàu bọc mai và hai việc cao tăng pi sớm mấy bọc cá đó tăng pi sớm mấy mà lúc rung nóng đó cứ bạch chặt co tàu bọc tàu nó chặt co tàu tăng pi cá nó hay chả mê bạch côn là lục thông miệng buồn pram thế dục cho một tí hó đấy nè bạch côn công phu rồi bỏ chân ấy tâm bậc cao phải cho pi rồi trăm bay rồi trăm khi kỳ thua ở chân kỳ có bình phục luôn kỳ có chân tại sao chùm này mũi cái này các bạch côn công phu này không tí mũi xoa bắp to kì tí phí các bạch côn công phu nữa nè có bán tiên vô là với đại chia ở Paul bây giờ thằng sẽ cách tới đó phải chia kỳ chứ dương các bạch côn là một cái tàu dương để lỏ vào nắng á cha vì môn mà ở lại xa tục ấy ở trong tự nẹt răng có tâm mơ nghe có tơ côn sao rồi có không sao xa thế dùng chân sập ngay miền ca sam kỳ kia lỏ này thế đấy hãy chụp rẽ xa tục và pay đi phí một bẹp đó vì chỉ đầu gì ta phía phong lai con màu anh ấy chia cả bẩn to bên và có đó niron là hiệp chẳng là bây giờ mơ play vì sai ọp rúm ông cô miên sở lá bẩn đỏ đá vì chi chỉ vậy cho nè hai đến bao nhiêu trong hiên vậy cho nên bây giờ ăn đỏ khơi ti tăng sầm nạ nơi xó này có bẩn tài để khi mà ai hiên ti bàn chán pro à cát đạp thò nè lạ nè mình chưa đương lên sao thì dương mơ thò mà đông vô mà tầm riệp cái ăn khóc nè chân mình luôn nó mến cao mau đại ta ăn tép vào tiên ơi nơi xa vào tiên pi còn nào đây cứ sắp tại tranh vì cao vào độc đạo hay vào độc đạo này là khi ông dễ tháo vào độc đạo cầm đất bị chi vậy thế thì ở tiêu ho và sát muối tơ ca mà nó rọp mơ nè mà có sáng giờ mình đọc đạo thôn thêm đúng là chồng nó nâng trong cuộc khơi dương miền Tây hà muối đại việt phải cha biệt mai tử sớm mai cô tam ca sắc xa sao chiều bọc nhóm kia áp bị vót ở tam rồi biết pyramid đo dương là lấy dương tới Arabot by pyramid cả lạp bình pyramid trong ban này phải ba cao với thông bên là mấy không ai cho đi pi mà thăm xa rồi hồi đó bạn độ ở hồi đó đi plong giờ đứa có bị đá bà ỏn nắng và bạn tập to giờ bạn đâu bên chùm luôn phải chia ha sắp bia rồi học sắp bia rồi có chân để riêng vì chia chi vẹn chưa còn ha vì chia chi chẹo vẹn chưa LCD vì chia chi vẹn chưa computer vì chia chi vẹn chưa machine mà tàu thì nhé thì mỗi con sầm rá bằng túc chi phía ở phòng đài còn hãy thông chứ nó cứ sầm rá bằng túc đo rót sầm rá bằng túc rót hãy ảo với thông dương nó thiết rồi con score bị cao rồi lùi cho không phận ở lùi con mẹ nó miền Việt Nam từ riêng do Pania bán rồi do master do mình đất bán cất chính cho thưa cá bán bay 4 năm tới con xuân xong lối bán con to do riêng bạn nhà bắt tiệt tử hai nhóm vậy thay dương pyramid cả làm biệt mạch vì đó dương miền sẽ làm một chung xa vì chỉ vẽ trở nó chung ai tế thì không chung xa ai tế nó tất là mà chung sắc xa với thế nơi xây cài mà chung sắc xa với thế nơi pre liệp lấy xe làm chung xa với thế nó nhưng và một biết tới chưa sẽ có lại ăn biển làm chung xa với thế vì thế chẳng được không ở thì họ muối á và dương riêng hàng vi phạm cảm vi phạm khó chứ bơm mình rồi nè về vi phạm có đâu mà rồi vi phạm có con trên nè cú lòng đây cái này chẳng là cái tất cả cam co chừng niên phần màn cam co chơi tên màn đã bây giờ cả vi phạm có mà nè được vì nè thế dương ăn dương chập đầu lắm ha chia lại sẽ con chia lại ăn miếng sẽ làm chung ai thì nơi sao mai có cái kếtបញ្ហាគឺក្មេងៗយុវជនហ្នឹងដែលគាត់ទៅមកយុគ6 7 10ហ្នឹងគាត់ទៅរៀនវិជ្ជាជីវៈពេលដែលគាត់រៀន9 ខែឬក៏6 ខែ 9 ខែឬមួយឆ្នាំអីគាត់ចេញទៅធ្វើការងារ
បានប្រាក់ខែ300 400គាត់សម្រាប់បន្ទុកឪពុកម្ដាយគាត់ចេះសន្សំហើយគាត់មានលទ្ធភាពទៅរៀនបន្តទៀតហ្នឹងហើយដែលយើងមើលក្នុងសម័យអង្គរសម័យហ្នឹងរដ្ឋអត់ទទួលបន្ទុកការអប់រំទេការអប់រំស្ថិតនៅក្នុងការទទួលបន្ទុករបស់សាសនាគឺពួកបុព្វជិតនិងពួកព្រាហ្មណ៍នោះឯងជាអ្នកអប់រំអញ្ចឹងបើយើងមើលជាតតាំងវិញយើងមើលរឿងទុំទាវឃើញព្រះសង្ឃចេះធ្វើតោកនេនទុំនេនពេជ្រធ្វើតោកយកទៅលក់ព្រះសង្ឃចេះផ្លុំបៃពេលនេះអានឹងជាផុសតាមមួយដែលរៀនវិជ្ជាជីវៈឲ្យយើងមើលក្នុងរយៈរឿងព្រេងរបស់ខ្មែរយើងរឿងព្រេងរបស់ខ្មែរយើងគេសឹកពីបួសវិញគាត់ចេះធ្វើទាំងបើទៅចូលស្ដីដណ្ដឹងកូនគេឪពុកម្ដាយគេប្រកបឲ្យធ្វើទាំងអត់ចេះធ្វើទាំងគេមិនលើកូនអត់អ្វីដែលជាទំនៀមទម្លាប់ពីនេះដើមរបស់យើងខាងផ្នែកអប់រំហ្នឹងយើងត្រូវការអាចារ្យទៅសិក្សាតែយើងអត់ផ្លេះអ្នកវិនិវត្តអត់ផ្លេះអ្វីឲ្យសិក្សាថ្មីទេនេះការសិក្សាថ្មីបច្ចេកវិទ្យាថ្មីផ្នែកកុំព្យូទ័រអីហ្នឹងអានឹងរឿងថ្មីហើយយើងត្រូវការចំណុចមួយទៀតដែលខ្ញុំរកឃើញសម័យអង្គរមានការរីកចម្រើនដោយសារអប់រំហ្នឹងណាសម័យអង្គរខ្ញុំគណៈឃើញសាលាចរិយាទាំងអស់គេចារជាសំស្ក្រឹតយើងបានន័យថាមនុស្សខ្មែរសម័យអង្គរប្រជាជនខ្មែរសម័យអង្គរចេះសំស្ក្រឹតច្រើនមែនតើរួចសម័យកាលនោះភាសាសំស្ក្រឹតជាភាសាអន្តរជាតិយើងសង្កេតមើលពួកសិង្ហបុរីពួកហុងកុងពួកហ្នឹងប្រើអង់គ្លេសធម្មតាល្អហ្មងចឹងភាសាវិជ្ជាយានវាអាចទំនាក់ទំនងទៅធ្វើការងារនៅអាស៊ានវាអាចទំនាក់ធ្វើការងារក្នុងតំបន់ឬក៏វាអាចទំនាក់ទំនងធ្វើការងារនៅពិភពលោកប្រជាជនខ្មែរពីដើមចំណែកមួយនៃភាសាហ្នឹងចោលបានទេណាសម័យហ្វូណន 100% សាលាចរិតគឺចារជាសំស្ក្រឹតមកដល់ចេនឡាយើងឃើញមានសាលាចរិតខ្លះចារជាខ្មែរតែភាគច្រើនចារជាសំស្ក្រឹតដែរសម័យអង្គរអញ្ចឹងចារជាភាសាសំស្ក្រឹតអញ្ចឹងភាសាសំស្ក្រឹតជាភាសាយានអាចយល់នៅម្នាក់ឯងបានដោយតែមានការតាក់ទងគ្រាប្រស្រ័យគ្នាពីសង្គមមួយទៅសង្គមមួយហើយស្អីយកឲ្យទៅប្រស្រ័យគឺភាសាហ្នឹងដូច្នេះខ្ញុំកណាសង្កេតឃើញវិស័យអប់រំគឺការប្រើភាសាសំស្ក្រឹតនៅសម័យនោះជារឿងធម្មតាប៉ុន្តែសម័យឥឡូវនេះអត់ទេសម័យឥឡូវនេះភាសាអង់គ្លេសវាជំនាន់មុខរៀនអីដល់ចោលភាសាអង់គ្លេសអត់បានទេព្រោះឯកសារជាច្រើនគេសរសេរជាភាសាអង់គ្លេសភាសាបារាំងគេនេះអញ្ចឹងបើយើងចង់រកឯកសារមើលតើយើងចេះភាសានោះ